สุดสดายในต่างออกนี้ថ្ងៃនេះខ្ញុំចង់ណែនាំដល់ទាំងអស់គ្នាទៅកាន់រមណីយដ្ឋានបុរាណមួយកន្លែងដែលជាប្រាសាទព្រះខ័ននៃទាំងអស់គ្នាហើយឥឡូវហ្នឹងខ្ញុំកំពុងតែធ្វើដំណើរទៅកាន់ប្រាសាទព្រះខ័នហើយប៉ុន្តែសម្រាប់ពេលនេះខ្ញុំនឹងធ្វើដំណើរចូលពីខាងក្រោយនៃប្រាសាទព្រះខ័នវិញម្ដងទាំងអស់គ្នាហើយសម្រាប់ផ្លូវចូលពីខាងក្រោយហ្នឹងគឺមានលក្ខណៈតូចចង្អៀតហើយយើងត្រូវធ្វើដំណើរកាត់ដប់កាត់ព្រៃទាំងអស់គ្នាទើបអាចទៅដល់ផ្លូវចូលតាមខាងក្រោយនៃប្រាសាទព្រះខ័នបានហើយសម្រាប់ការចូលពីខាងក្រោយនៃប្រាសាទព្រះខ័នខ្ញុំគិតថាស្អាតដូចពីខាងមុខដែរទាំងអស់គ្នាដោយមានក្លោងទ្វារហើយមានសសរសីមារៀងរហូតទៅដូចពីខាងមុខដែរទាំងអស់គ្នាហើយកន្លែងនេះជារូបចម្លាក់អប្សរាដែលនៅលើផ្តែរខាងលើនៅទាំងអស់គ្នាហើយសម្រាប់ប្រាសាទព្រះខ័ននេះខ្ញុំមានការចាប់អារម្មណ៍ខ្លាំងមែនទែនជាពិសេសចំណុចនេះអ្នកទាំងអស់គ្នាជារូបរបស់លោកតាអេសីអង្គុយខ្វែងជើងហើយដាក់ដៃប្រណម្យលើទ្រូងអ្នកទាំងអស់គ្នាព្រាស្រស់ស្អាតមែនទែនហើយសម្រាប់អ្នកទាំងអស់គ្នាដែលមានបំណងចង់ទៅលេងប្រាសាទព្រះខ័នគឺអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានអង្គរវង្សធំអ្នកទាំងអស់គ្នាហើយចំពោះប្រាសាទព្រះខ័ននេះវិញគឺវាមានលក្ខណៈពិសេសមែនទែននៅក្នុងសម័យអង្គរអ្នកទាំងអស់គ្នាដោយសារតែប្រាសាទព្រះខ័ននេះគឺជាអតីតនៃសាកលវិទ្យាល័យជ័យស្រីនៅក្នុងសម័យអង្គរហើយដែលមានព្រះនាងឥន្ទ្រទេវីជាសាកលវិទ្យាធិការហើយសម្រាប់ព្រះនាងឥន្ទ្រទេវីគឺជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី7ផងដែរអ្នកទាំងអស់គ្នាអរគុណមែនទែនសម្រាប់ការទស្សនាការចែករំលែករបស់ខ្ញុំអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ជូនពរអ្នកទាំងអស់គ្នាសំណាងល្អបាយបាយ